សួស្តីជំរាបសួរបងប្អូននៅក្នុងសង្គម Facebook YouTube Channel YouTube Page ជាទីគោរពជាទីរាប់អានខ្ញុំបាទគ្រូរីសូមចែករំលែកនៅការចេះការដឹងការយល់ឃើញតាមសតិបញ្ញាបងប្អូនខ្លះលោកឆ្ងល់លោកសួរដូចជាសិស្សរបស់ខ្ញុំដែរឬក៏បងប្អូនកូនក្មួយដែលបានស្គាល់លោកសួរអំពីហេតុផលដែលយើងមានគ្រោះថ្នាក់ឬក៏កាយជោគជតារាសីដើម្បីឲ្យយើងឡើងរស់ស៊ីមានបានអញ្ចឹងវាមានច្រើនណាស់បងប្អូនណាមួយយើងចែកជាវីដេអូហ្នឹងគឺវាមិនអស់ទេព្រោះយើងថតបាន4-5 នាទីទេអញ្ចឹងសូមបញ្ជាក់ថាការកែជោគជតាមនុស្សរស់បាទកែរាសីដែលធ្លាក់រំដោះគ្រោះកៅរំដោះគ្រោះអញ្ចឹងបងប្អូនខ្ញុំនិយាយកាត់ត្រួសដើម្បីគាត់យល់អញ្ចឹងខ្ញុំតម្រូវទៅលើឪពុកម្ដាយជាឪពុកម្ដាយយើងបើបងប្អូនមានឪពុកម្ដាយនៅរស់អញ្ចឹងគឺអាចឲ្យគាត់កែឲ្យយើងបានបងប្អូនទី1នៅក្នុងគម្ពីរលើកនិយាយថាឪពុកម្ដាយជាព្រះព្រហ្មជាព្រះព្រហ្មលិខិតជាព្រះដែលកំណត់ឲ្យកូនចៅបានជោគជតារាសីអាចរំដោះគ្រោះបានបងប្អូនទី2គឺឪពុកម្ដាយជាទេវតាជាអ្នកថែរក្សាកូនអញ្ចឹងបងប្អូនគាត់ដឹងថាឪពុកម្ដាយរបស់យើងជាទេវតាអញ្ចឹងលោកអាចជួយរំដោះគ្រោះយើងអាចចិញ្ចឹមយើងអាចផ្ដល់ជីវិតដល់យើងនេះគឺគាត់ជាទេវតាទី3ជាអាចារ្យជាគ្រូជាសាស្ត្រាចារ្យបណ្ឌិតរបស់យើងអញ្ចឹងគាត់អាចជាបាលគាត់អាចនេះយើងអញ្ចឹងយើងសរុបទៅគឺមាន4ត្រួសអញ្ចឹងចង់ថាឥឡូវចង់និយាយអំពីយើងនៅផ្ទះមិនសុខអញ្ចឹងខ្ញុំសង្ខេបគឺយើងអាចគូបាតជើងរបស់គាត់ទឹកដីដែលយើងនៅអត់សុខអត់សុបាយគូបាតជើងរបស់ឪពុកម្ដាយរបស់យើងបើនៅទាំងពីរលោកនៅទាំងពីរយើងគូទាំងពីរទៅបើលោកស្លាប់មួយយើងគូទៅឪពុកឬក៏ម្ដាយដែលនៅរស់ឬក៏គាត់ពិការជើងយើងគូជើងដែលនៅនឹងទៅបាទយកមកដាក់នៅក្នុងភូមិដែលយើងនៅអត់បានហ្នឹងគឺនៅសុខហើយទី2យើងអាចរំដោះគ្រោះយើងអាចលើកជោគជតារាសីដល់ឪពុកម្ដាយស្រោចទឹករំដោះគ្រោះឲ្យយើងបានបងប្អូនអត់ពិបាកទេគ្រាន់តែឪពុកម្ដាយយើងអាចទិញសម្លចែកឲ្យគាត់ហ្នឹងហើយគាត់នឹងស្រោចទឹកស្រោចអីឲ្យពរជ័យដល់យើងនោះគាត់ជាទេវតាជាព្រះព្រហ្មដែលផ្ដល់នៅជោគជតាដល់នៅសេរីសួស្តីដល់យើងដល់ពូកែដល់ខ្លាំងដល់ស័ក្តិសិទ្ធិអញ្ចឹងក៏ឲ្យបងប្អូនលោកធ្វើចោះហើយមួយទៀតគឺនិយាយខ្លះគាត់បាក់មេចអញ្ចឹងក៏មានតែឪពុកខ្វះម្ដាយខ្លះក៏មានតែម្ដាយខ្វះឪពុកអញ្ចឹងក៏គាត់អាចឲ្យម្ដាយយើងធ្វើឲ្យឬក៏ឪពុកយើងធ្វើឲ្យដើម្បីកែគ្រាន់តែយើងវារឿងកំសត់តិចអញ្ចឹងទៅបើយើងមានឪពុកទាំងម្ដាយពួកគាត់នឹងជ្រុំជ្រែងយើងហើយគាត់អាចដើម្បីនឹងរំដោះគ្រោះកែភ្នោមនុស្សរស់គេហៅកែជោគជតាវាសនាហ្នឹងបានដោយស្រួលបានដោយរលូនអញ្ចឹងបងប្អូនទាំងអស់គ្នាក៏បីធ្វើយើងកុំចោលហើយបងប្អូនលោកឪពុកអ្នកម្ដាយរបស់យើងគឺជាគ្រូជាទេវតាជាព្រះព្រហ្មលិខិតដែលកំណត់ជោគវាសនាយើងគ្រប់គ្នាបងប្អូនគាត់ជាអ្នកជប់ជីវិតយើងដូចជាទេវតាគ្មានទេវតាណាខ្លាំងជាងឪពុកម្ដាយយើងទេបងប្អូនអញ្ចឹងលោកគ្រូរីសូមបង្ហាញផ្លូវនៅការជោគជតាវាសនាហើយនឹងមានច្រើនទៀតបងប្អូនអាចឆាតចូលសួរខ្ញុំនឹងប្រាប់តាម page ហើយខ្ញុំនឹងចែកអូនចដូនមួយខ្ញុំមួយនៅកំពតនោះគាត់ឆ្ងល់អំពីចង់ឲ្យកែអំពីជោគវាសនាគាត់រមិនសូវសល់អញ្ចឹងអាចធ្វើត្រួសទៅអាចឲ្យម្ដាយស្រោចទឹកឲ្យហើយនឹងគូយ័ន្តបាតជើងរបស់គាត់យកទៅទុកលើផ្ទះរបស់យើងដើម្បី
សង្កត់នៅភាពអាក្រក់ចេញហើយនឹងមានសេរីសួស្តីជ័យមង្គលចូលពេលដែលយើងមានសេរីសួស្តីនោះទ្របនឹងចូលមកតាមភាពល្អរបស់យើងបងប្អូនអញ្ចឹងវានាទីមានតិចនិយាយកាត់ទៅវាអាចយល់ខ្លះមិនយល់ខ្លះតែវាអត់មានពិបាកអីថាមិនយល់ទេអញ្ចឹងភាពបញ្ជាក់មកវិញគឺមិនមែនថារំដោះគ្រោះត្រូវទៅលោកនឹងយើងទៅលោកក៏ទៅស្រេចចិត្តសទ្ធារបស់យើងទៅអាចារ្យក៏ទៅស្រេចចិត្តសទ្ធារបស់យើងតែលោកគ្រូសូមបង្ហាញថាទៅឪពុកម្ដាយរបស់យើងគាត់ជាទេវតាគាត់ជាព្រះព្រហ្មគាត់ជាអាចារ្យគាត់ជាគ្រូចឹងគាត់អាចរំដោះយើងបានទាំងអស់បងប្អូនដូចជារឿងសុវណ្ណសាមបងប្អូនសិក្សាពីព្រះគម្ពីរនោះដឹងហើយវាចូល 5000 ឆ្នាំជាងឥឡូវយើង 4000 ហ្នឹងសុវណ្ណសាមហ្នឹងតាំងកាលសម័យព្រះមិនទាន់កើតជាព្រះទៀតណាមុនសាសនាយើងទៀតអញ្ចឹងគឺសុវណ្ណសាមហ្នឹងគាត់រស់ដោយសារគុណម្ដាយដែរម្ដាយលោកម្ដាយអ្នកឪពុករបស់គាត់ដោយសារគេបាញ់ធ្នូទៅត្រូវពឹសអស់ជីវិតតែដោយលោកឪពុកអ្នកម្ដាយរបស់គាត់មេដាបៃតារបស់គាត់អាចសង្គ្រោះជីវិតរបស់គាត់ឲ្យរស់ឡើងវិញអូខេប៉ុណ្ណឹងបានហើយសង្ឃឹមថាបងប្អូននឹងយកទៅធ្វើហើយនឹងសុខសប្បាយហេងទាំងអស់គ្នាបងប្អូនអរគុណ